ngày nay nhomនៅទាំងអស់គ្នាទៅស្គាល់ឡើងដែរលេង3កន្លែងនៅក្នុងទីក្រុងប៉េកាំងដែលគេនិយមទៅលេងពេលល្ងាចដល់យប់ហើយមានរបស់ញ៉ាំឆ្ងាញ់ហើយមកជួបបានធ្វើដំណើរទៅដែលងាយស្រួលនោះមានតាក់ស៊ីហើយរថភ្លើងតែពេលខ្ញុំទៅនោះគឺខ្ញុំជិះរថភ្លើងដោយសារជិះរថភ្លើងមានតម្លៃធូរថ្លៃជាងប៉ុន្តែពេលខ្ញុំទៅនោះគឺមនុស្សច្រើនមែនទែនខ្ញុំត្រូវឈររហូតដល់ចំណុចចុងក្រោយបាទខ្ញុំមានកន្លែងអង្គុយនេះអ្នកនរអគ្នា3ចំណុចខ្ញុំជិះចុងក្រោយនោះគឺអស់តែ5យួនទេវាស្មើនឹង3000លុយខ្មែរយើងហ្នឹងណាមកលេងចិនជាពិសេសនៅក្នុងទីក្រុងប៉េកាំងអត់គ្នាកុំភ្លេចដាក់ប៉ាសពតតាមខ្លួនផងពួកពេលចេញមកក្រៅអញ្ចឹងណាសូម្បីនៅតាមចំណុចរថភ្លើងក៏គេឆែកយើងដែរពេលខ្លះគេគាត់ឆែកធម្មតាតែពេលខ្លះគេឆែកឲ្យសួររកប៉ាសពតយើងទៀតនេះកន្លែងទី1ដែលខ្ញុំមកនោះមានឈ្មោះថាឈៀនមិនខ្ញុំមិនដឹងថាខ្ញុំអានត្រូវទេព្រោះអត់ចេះចិននៅនេះគេមានរថភ្លើងនៅចំកណ្ដាលយើងជិះលេងហ្មងតែពេលនៅស្ដាយដែរអត់បានជិះអត់ដឹងថាតម្លៃប៉ុន្មានអ្នកនរគ្នាស្គាល់នេះអត់កាលពីក្មេងណាហៅថាស្គាល់តាំងម៉ែអ្នកនរគ្នាធ្លាប់មើលរឿងចិនក៏ស្គាល់ដែរនៅនេះធំហើយមានច្រើនចតរហូតមែនទែនអ្នកនរគ្នាអាចដើរលេងញ៉ាំអីបានមកស្រឡាញ់ហ្មងខ្ញុំដើរទៅមកជួបអាស្គាល់ទៀតត្រមបានទិញមួយសាក់ហ្មងទៅឃើញតំណងពេកតែពេលញ៉ាំទៅផ្អែមឡប់អ្នកនរគ្នាបានមកភ្លេចសាក់ផងណាកុំឲ្យថាឃើញតែក្នុងរឿងនៅនេះសបូររបស់ញ៉ាំអ្នកចូលចិត្តញ៉ាំគឺត្រូវហ្មងស្អីក៏មានដែរមានតាំងពីខ្យាដំឡីក្អែកខ្ទួយអីមកហើយអានេះរស់រវើកហ្មងណាសាហាវជាងនៅស្រុកយើងទៀតឃើញសាច់ក្រកនេះគេដាក់នៅលើគ្រួសដូចតំណងដែរទិញមួយសាក់ញ៉ាំមានអីឆ្ងាញ់របស់គេតាញ៉ាំម្ដាដើរមើលទៀតបដានិយាយទៅដាក់អត់ផុតពីកន្លែងញ៉ាំទេឃើញអ៊ំនេះក៏លក់ដូចកាទៀវពោះគោនេះតំណងដែរទិញមួយសាក់ញ៉ាំរសជាតិវាអូខេប៉ុន្តែគ្រាន់តែវារៀងសាបប្រហែលជាដូចចិនដែលគេនៅខ្មែរយើងគេញ៉ាំរសជាតិបែបសាបអញ្ចឹងណាតែពេលយើងញ៉ាំរសជាតិមុតទៅវារៀងដូចប្លែកដែរនៅនេះក៏មានលក់វត្ថុអនុស្សាវរីយ៍ដែរខាញ់លុយចង់ទិញរបស់ផ្ញើអ្នកផ្ទះអីចឹងណាហើយនេះដំបងស៊ុនខុងទិញមួយតុកាពីខ្លួនអ្នកទាំងអស់គ្នាថតរូបនៅអាគារបែបចិននេះក៏ស្អាតដែរប៉ុន្តែប្រហែលជាថតពេលថ្ងៃនៅមានភ្លឺប្រហែលជាអាចស្អាតជាងពួកខ្ញុំថតពេលយប់ហ្នឹងវារៀងកង់ភ្លឺដែលត្រឡប់ទៅវិញកាត់ទស្សនៈអ៊ីឈុនលើថាចង់ចូលស្នាក់មួយយប់ប៉ុន្តែបន្ទប់គេពេញអស់ថ្ងៃបន្ទាប់ខ្ញុំសាកជិះតាក់ស៊ីម្ដងនិយាយទៅតម្លៃវារៀងថ្លៃជាងរថភ្លើងមែនតែក៏វាមួយយ៉ាងត្រង់ថាយើងបានមើលទស្សនវិជ្ជាខាងក្រៅអញ្ចឹងណាពួកពេលយើងជិះរថភ្លើងហ្នឹងគឺពីចានគឺរថភ្លើងក្រោមដីអត់មើលឃើញអីទេនេះកន្លែងមួយទៀតដែលខ្ញុំមកនេះមានឈ្មោះថាណានលូគូសៀងនៅនេះក៏មិនខុសពីឈិនមិនមែនដែរវាមានរបស់ញ៉ាំផ្សេងច្រើនបែបច្រើនយ៉ាងអញ្ចឹងណាហើយមានតាំងពីធូរស្អុយទៀតដើរមកគឺក្លិនសាហាវហ្មងអ្នកទាំងអស់គ្នាឃើញសាច់ចកហ្នឹងគឺសាច់ប៉ប៉េអាំងបើចង់ញ៉ាំខ្ញុំណែនាំកន្លែងនេះខ្ញុំញ៉ាំណាមួយចក13យួនស្មើនឹង$2ហ្នឹងមានមនុស្សចូលចាំច្រើនមែនទែនហើយគេបកកែធ្វើណាធម្មតាអ្នកនរគ្នាញ៉ាំសាច់ប៉ប៉េគឺមានធំក្លិនឆ្អេះទៅអត់តែនេះគឺគេធ្វើមកគឺក្លិនឆ្អេះហ្នឹងគឺតិចមែនទែនសឹងតែអត់មានហ្មងញ៉ាំហើយវាថាឆ្ងាញ់អាចទៅយកបានហើយចង់ញ៉ាំទៀតនេះផ្លូវដើរចូលទៅក្នុងកន្លែងលក់វត្ថុអនុស្សាវរីយ៍គេដូចក្នុងអាងភ្នំអញ្ចឹងចេញពីណានលូគូសៀងហ្នឹងអ្នកនរគ្នាអាចដើរទៅកន្លែងមួយទៀតកន្លែងហ្នឹងនៅជិតគ្នាអត់ឆ្ងាយទេតែកន្លែងហ្នឹងមានឈ្មោះថាស៊ីចាហៃដែលម្ដងចាប់អារម្មណ៍អូននាងអង្គុយកិនរឿងទេមើលទៅដូចមនុស្សអត់និយាយទៅនៅស៊ីចាហៃនេះក៏មិនខុសពីកន្លែងមុនដែរសបូររបស់ញ៉ាំតែបើសិនជាអ្នកដែលគាត់ចូលចិត្តផឹកស៊ីពេលយប់អីគឺត្រូវហ្មងមកនេះមានរបស់ញ៉ាំច្រើនហើយមានកន្លែងផឹកស៊ីទៀតគេមានដូចជាលក្ខណៈផាប់អញ្ចឹងណាដែលមាន band មានអីអញ្ចឹងទៅមួយជួរហ្នឹងមានហាងអញ្ចឹងច្រើនអ្នកដែលចូលចិត្តបែបសบายពេលយប់អីមកស៊ីចាហៃហ្នឹងគឺត្រូវហ្មងក្រៅពីហ្នឹងក៏មានកន្លែងផ្សេងទៀតច្រើនដែរដូចជានៅនេះគេហៅថាវាងហ្វូជីងសបូហាង brand ហើយមានទីលានធានអានមិនហើយនៅនេះគឺគេហៅថាសារមន្ទីរសបុកចាបដែលគេមកមើលភ្លើងពណ៌ហើយមានអ៊ំរំឲ្យមើលទៀតអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ